សាលាកោតៅជាវិស័យអប់រំមួយក៏ជាទីចាប់អារម្មណ៍នាពេលបច្ចុប្បន្នសាលាបឋមសិក្សាព្រៃផ្ដៅស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4ខាងលិចឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺខាងកើតឆ្ពោះទៅរាជធានីភ្នំពេញស្ថិតនៅភូមិព្រៃផ្ដៅឃុំត្រពាំងគងស្រុកសំរងទងខេត្តកំពង់ស្ពឺសាលាបឋមសិក្សាព្រៃផ្ដៅជាសាលាគោលដៅគណៈកម្មាធិការជាតិជំរុញអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាកវអគ្រប់គ្រងដោយគ្រូបង្គោលខេត្តកណ្ដាលក៏ជាទីចាប់អារម្មណ៍សង្កេតឃើញថាក្រោមការដឹកនាំរបស់លោកនាយកសាលាសិស្សានុសិស្សជារៀងរាល់ថ្ងៃម៉ោងសិក្សាតែងតែមានការច្រៀងចម្រៀងនិងប្រគំបទភ្លេងផ្ទាល់ដោយសិស្សានុសិស្សនឹងអនុវត្តវិធានការគន្លឹះការពង្រឹងអភិបាលកិច្ចសាលារៀនការពង្រឹងចំណេះដឹងវិន័យសីលធម៌អិរិយាបថការបង្រៀនបន្ថែមម៉ោងប្រកបដោយការយកចិត្តទុកដាក់លើសុខភាពសិស្សការជំរុញលើកទឹកចិត្តការចូលរួមរបស់សហគមន៍ដើម្បីការអប់រំដើម្បីជ្រាបកាន់តែច្បាស់សូមជួបកិច្ចសម្ភាសជាមួយលោកគ្រូនាយកសាលាផ្ទាល់ជំរាបសួរបាទខ្ញុំបាទឈ្មោះម៉ៃធឿនជានាយកសាលាបឋមព្រៃផ្ដៅតែស្ថិតនៅភូមិព្រៃផ្ដៅឃុំត្រពាំងកងស្រុកកំណត់ខេត្តកំពង់ស្ពឺហើយសាលាខ្ញុំបាននេះជាសាលាគោលដៅមួយរបស់សម្ដេចបវរធិបតីដែលអនុវត្តវិធានការលើកទឹកទាំង4ហើយការអនុវត្តនេះមានការធ្វើឲ្យសិស្សនឹងមានអេរយាប័តល្អគឺសិលធម៌ចរិយាធម៌និងគុណធម៌ទី2ទៀតនេះគឺសិស្សគឺមានការរៀនបន្ថែមម៉ោងការគោរពពេលវេលាការរៀនបន្ថែមម៉ោងពេលរសៀលដោយអត់គិតថ្លៃទេហើយក៏មានការចូលរួមពីអ្នកជាបាលសហគមន៍អ្នកជាបាលសិស្សជុំវិញសហគមន៍យើងផងដែរទៀតនេះគឺជាសាលាគោលដៅរបស់សម្ដេចនេះគឺបានផ្ដល់ឧបករណ៍តន្ត្រីសម័យឧបករណ៍ឆៃយ៉ាំហើយនិងកុំព្យូទ័រឧបករណ៍ជាផ្សេងៗទៀតជាសម្ភារៈសិក្សាបាទឧបករណ៍ទាំងនេះធ្វើឲ្យសាលាគោលដៅរបស់យើងខ្ញុំគឺក្នុងចំណោមសហគមន៍មានការចំណាប់អារម្មណ៍ដោយសារសប្តាហ៍នេះសិស្សយើងនឹងអាចចេះលេងភ្លេងច្រៀងចម្រៀងជាតិការគ្រប់គ្រងជាតិដោយខ្លួនឯងមានបទផ្សេងៗទៀតដែលយើងឃើញស្ដាប់ក្នុងការថតនៅមិញនេះទៀតនេះគឺការចូលរួមរបស់សហគមន៍គឺធ្វើឲ្យសាលាយើងមានការអភិវឌ្ឍដោយការគាត់ចូលរួមជាថវិកានិងជាសម្លៀកបំពាក់របស់សិស្សដូចជាថ្ងៃច័ន្ទថ្ងៃសុក្រវាសម្លៀកបំពាក់កីឡាហើយថ្ងៃអាគារពុទ្ធប្រហ័សសៅរ៍នោះគឺសម្លៀកបំពាក់យាយដ្ឋានទាំងនេះហើយធ្វើឲ្យក្នុងសហគមន៍យើងមានចំណាប់អារម្មណ៍និងមានការចូលរួមនិងមានការពេញចិត្តមានការគាំទ្រមានការសាទរធ្វើឲ្យក្នុងឆ្នាំសិក្សា2024-25គឺមានការសាទរច្រើនដោយសិស្សយើងមានចេះលេងភ្លេងនិងអ្វីដែលយើងធ្វើបានដូចជារាល់ថ្ងៃហ្នឹងបាទសូមថ្លែងអំណរគុណដល់សម្ដេចបវរធិបតីហើយនិងអាដាមពេជ្រភ័ណ្ឌដែលជាប្រធានសាលាគោលដៅកវអទាំង161ហើយសូមថ្លែងគុណដល់ទ្រង់អាដាមលោកជំទាវលោកលោកស្រីព្រមទាំងកវអគ្រប់ជាន់ថ្នាក់ហើយនិងថ្លែងអំណរគុណដល់អ្នកជាបាលផងដែរដែលបានចូលរួមធ្វើឲ្យអភិវឌ្ឍសាលាយើងមានសុខភាពល្អនិងធ្វើឲ្យសាលាយើងមានរីកស្គុះស្គាយគឺទាំងបរិស្ថានទាំងអេយ៉ាបតសិស្សទាំងវិន័យនិងសិលធម៌របស់សិស្សបាទសូមអរគុណបាទ